សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបង្ហោះសារទាំងជប់បង្ហាញអារម្មណ៍ទាក់ទងទៅនឹងករណីប៉ះគ្នារវាងទាហានកម្ពុជានិងថៃនៅច្រកព្រំដែនកម្ពុជាថៃប្រិមិត្តជាទីមេត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានាយប់ថ្ងៃទី28ខែឧសភាឆ្នាំ2025នេះបានសម្ដែងនូវការសោកស្ដាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពព្រះនបាលឯកសួនរ៉ូនដោយសារការវាយឆ្មក់ពីកងទ័ពឃ្លានពានសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់តាមរយៈបណ្ដាញសង្គមយ៉ាងដូចនេះថាដំបូងខ្ញុំសូមសម្ដែងនូវការសោកស្ដាយនិងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រះនបាលឯកសួនរ៉ូនដោយសារការវាយឆ្មក់ពីកងទ័ពឃ្លានពានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយដែលខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលឬអង្គភាពឬឋានៈណាក៏ដោយដែលបានសម្រេចចិត្តធ្វើឲ្យសកម្មភាពឃ្លានពានបែបនេះដែលវាប្រហាក់ប្រហែលជាមួយនឹងការឃ្លានពានកាលពីឆ្នាំ2008ដល់ឆ្នាំ2011នៅប្រាសាទព្រះវិហារសម្ដេចតេជោបានបន្តទៀតថាខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេតែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឃ្លានពានបន្តទៀតខ្ញុំសង្ឃឹមថាការចរចាដែលនឹងធ្វើនៅថ្ងៃស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនឹងទទួលបានផលល្អខ្ញុំសង្ឃឹមថាមិនមានភាពតានតឹងទូទាំងបណ្ដោយព្រំដែនរវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀតដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយបាទប្រិមិត្តសម្ដេចតេជោហ៊ុនសែនក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិសូមមេត្តាកុំពង្រីកនៅចំនួននេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរសម្ដេចក៏បានសង្កត់ធ្ងន់ទៀតថាយើងស្អប់សង្គ្រាមតែយើងមិនខំចិត្តត្រូវធ្វើសង្គ្រាមដើម្បីប្រឆាំងការឃ្លានពានរបស់បរទេសដោយដែលបានធ្វើកាលពីឆ្នាំ2008ដល់ឆ្នាំ2011ដែលប្រើមុខព្រួញចំនួន3គឺយោធាការទូតនិងផ្លូវច្បាប់សូមបញ្ជាក់បន្ថែមផងថាកងទ័ពកម្ពុជាថៃបានប៉ះទង្គិចអាវុធគ្នានៅព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025នៅភូមិតេជោមរតកឃុំមរតកស្រុកជួមខ្សានខេត្តព្រះវិហារដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលានដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរណាស់មកហើយបណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់បានពាក់លីជីវិតបាទប្រិមិត្តដែលឡាយតាមប្រសាសន៍ឧត្តមសេនីយ៍តូម៉ៅផល្លាដែលជាអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាគឺបានប្រាប់ទៅសារព័ត៌មានថាមានទាហានកម្ពុជាម្នាក់គឺបានស្លាប់នៅក្នុងករណីផ្ទុះអាវុធនៅព្រំដែនមុំបីហើយគាត់នឹងគឺបានស្លាប់នៅក្នុងលានដ្ឋានតែម្ដង